ពេលកូនជួបបរាជ័យទាំងការស្ដីបន្ទោសនិងការលួងលោមសុទ្ធតែអាចជួយឲ្យកូនបានទេអញ្ចឹងតើយើងត្រូវជួយកូនតាមរបៀបម៉េចវិញខ្ញុំគិតថានេះជារឿងសំខាន់បំផុតដែលពុកម្ដាយគួរបរៀនកូនភាគច្រើនយើងបរៀនកូនតែរបៀបថាធ្វើមិនដើម្បីជោគជ័យតែកម្រណាស់ដែលយើងបរៀនកូនថាធ្វើមិនសង្គ្រោះខ្លួនឯងបានពេលបរាជ័យខ្ញុំនឹងចែកម្លែកបទពិសោធន៍បរាជ័យផ្ទាល់របស់កូនស្រីខ្ញុំដែលជាការវាយប្រហារដ៏ឈឺចាប់បំផុតក្នុងវ័យជំទង់របស់គាត់ហើយខ្ញុំនិងកូនបានដើរឆ្លងកាត់វាជាមួយគ្នាបច្ចុប្បន្នកូនស្រីច្បងរបស់ខ្ញុំមានអាយុ73ឆ្នាំកំពុងរៀនថ្នាក់ទី7ដោយទទួលបានអាហារូបករណ៍ពីសាលាអន្តរជាតិមួយមកពីសិង្ហបុរីកូនស្រីខ្ញុំជាក្មេងម្នាក់ដែលមានចរិតចាស់ទុំមានការទទួលខុសត្រូវខ្ពស់និងខិតខំប្រឹងប្រែងខ្លាំងក្នុងការសិក្សាក្នុងជីវិតគាត់មានគោលការណ៍ផ្ទាល់ខ្លួនរបស់គាត់មួយគឺ aim high get high ដែលមានន័យថាដាក់គោលដៅឲ្យខ្ពស់ទទួលបានក៏ខ្ពស់ដែររៀនអីប្រឡងអីក៏គាត់កំណត់យក A បូកសូម្បីតែមុខវិជ្ជាតន្ត្រីដែលគាត់អត់សូវចូលចិត្តណាគាត់ប្រឹងយកនិទ្ទេស A ដែរតាមពិតគោលការណ៍បែបហ្នឹងល្អហើយខ្ញុំក៏ឯកភាពដែរប៉ុន្តែក្នុងនាមជាឪពុកម្ដាយដែលមានកូនបែបនេះគឺយើងត្រូវចាំជួយសង្គ្រោះផ្លូវចិត្តកូនយើងគិតមើលតើនឹងមានរឿងអីកើតឡើងបើសិនជាការកំណត់គោលដៅខ្ពស់តែទទួលបានតិចអត់ដល់ឬខុសឆ្ងាយពីគោលដៅរបស់គាត់និយាយចំគឺបរាជ័យហើយជាពិសេសអ្វីជំទង់ហ្នឹងគឺងាយនឹងបាក់ទឹកចិត្តណាស់មានរឿងមួយដែលបានកើតឡើងប្រហែលខែមុននេះខ្ទង់ដើមឆ្នាំ2026ហ្នឹងព្រោះនឹងបានវាយប្រហារផ្លូវចិត្តកូនស្រីខ្ញុំយ៉ាងខ្លាំងគាត់បានដាក់ពាក្យប្រឡងកម្មវិធីអាហារូបករណ៍មួយទៅប្រទេសសិង្ហបុរីខ្ញុំបានឃើញគាត់ប្រឹងខ្លាំងមែនទែនហ្មងសម្រាប់ការប្រឡងមួយហ្នឹងហើយមិនមែនមកពីខ្ញុំទាមទារឬខ្ញុំបខំគាត់ឲ្យចូលរួមអីអត់ទេតែវាផុសចេញពីចិត្តគាត់ខាងក្នុងហ្មងស្មីខ្លួនឯងផ្ទាល់ហ្នឹងគឺចង់បានអាហារូបករណ៍ហ្នឹងយ៉ាងខ្លាំងដំណើរការពី A ដល់ Z គឺគាត់គិតគូរចាត់ចែងខ្លួនឯងមកចប់តាំងពីដាក់ពាក្យតាំងពីស្រាវជ្រាវរកមេរៀនឬលំហាត់មកត្រៀមប្រឡងហើយគាត់ខំប្រឹងរៀនសឹងតែភ្លេចបាយទឹកភ្លេចដេកពួនការប្រឡងនឹងមាន3ជុំបេក្ខជនសរុបឆ្នាំនឹងចូលរួម303នាក់ហើយគេចម្រាញ់យកតែ2នាក់ឯងជុំទី1គឺប្រឡងអនឡាញហើយជំរុះយក70នាក់សម្រាប់ទៅប្រឡងជុំទី2គ្រាន់តែប្រឡងជុំទី1ចប់កូនខ្ញុំចេញមកមុខអញញឹមញែមមករៀបរាប់ប្រាប់ខ្ញុំថាអើយម៉ាក់ប្រឡងឡើងស្រួលហ្មងកូនខំតែភ័យកូនធ្វើតែ15នាទីហ្នឹងហើយហ្នឹងតែកូនចេះនៅអង្គុយមើលសារចុះសារឡើងមកច្រើនដងទៅខ្លាចគីឡូមាន error កន្លែងណាខ្ញុំទៅមើលទៅឃើញកូនសប្បាយចិត្តណាក្នុងចិត្តកូនពោពេញទៅដោយក្តីសង្ឃឹមហើយនិយាយលេងជាមួយខ្ញុំនិយាយលេងជាមួយប៉ាគាត់ចាក់ស្មុកសម័យដល់ជីវិតទៅរៀនស្រុកគេអីចឹងណាហើយដេកតឹងចាំថ្ងៃប្រកាសលទ្ធផលប៉ុន្តែនៅពេលដែលចេញលទ្ធផលជុំទី1ក្នុងចំណោមអ្នកជាប់70នាក់ហ្នឹងគឺអត់មានឈ្មោះកូនស្រីខ្ញុំទេកូនខ្ញុំគាត់ខំប្រឹងផ្ទៀងមើលអូសមករៀមដៃសារចុះសារឡើងលើចុះក្រោមនៅតែអត់ឃើញឈ្មោះខ្លួនឯងភ្លាមហ្នឹងគាត់ស្ងាត់មាត់ហើយខ្ញុំនៅតែចងចាំទឹកមុខគាត់ពេលហ្នឹងមុខដែលគាត់ថឹងទប់ទឹកភ្នែកតែគាត់ទប់អត់បានប្រមាណទេគាត់ក៏យំចេញមកតាមរយៈទឹកភ្នែកនិងសម្ដីរបស់គាត់ខ្ញុំមើលឃើញថាពីខាងក្នុងគាត់គឺគាត់បែកខ្ទេចខ្ទីអស់ហើយគាត់យំបដាគាត់និយាយបដាគាត់ថាកូនអត់ជាប់ទេម៉ាក់កូនធ្លាក់ហើយកូនស្មានតែខ្លួនឯងប្រកែកណាស់តាមពិតកូន over confident កូនអត់ប្រកែកទេម៉ាក់ថ្ងៃក្រោយកូនអត់ហ៊ានសង្ឃឹមទៀតទេពេលហ្នឹងខ្ញុំអត់និយាយពាក្យថាអត់អីឯកូនលើកក្រោយផឹងទៀតពាក្យចឹងគឺខ្ញុំអត់និយាយទាំងអស់ព្រោះថានៅពេលដែលមនុស្សម្នាក់កំពុងឈឺចាប់ខ្លាំងនិយាយពាក្យអស់ហ្នឹងវាស្រាលវាសាបឆឹងវាអត់មានទម្ងន់អីទៅបន្ធូរការឈឺចាប់របស់គាត់បានទេហើយមានន័យថាយើងមើលអត់ឃើញការឈឺចាប់របស់គាត់អាគ្នាកំពុងឈឺចាប់ចង់ងាប់យើងទៅនិយាយថាអត់អីទេអត់អីមិនវាមិនមែនអត់អីទេអញ្ចឹងពេលហ្នឹងខ្ញុំគ្រាន់តែអោបគាត់ហើយប្រាប់គាត់ថាយំមកកូនបើកូនឈឺចាប់ខ្លាំងមនុស្សយើងតែងតែឈឺចាប់ពេលអត់បានដូចចិត្តកូនយំបានមនុស្សខ្លាំងប៉ុណ្ណាក៏ចេះយំដែរកូនហើយក្រោយមកពេលគាត់រៀងស្ងប់ចិត្តបន្តិចពួកយើងក៏ជជែកគ្នាខ្ញុំបាននិយាយប្រាប់គាត់ថានៅក្នុងជីវិតពេលខ្លះយើងធ្វើល្អយើងធ្វើត្រូវគ្រប់យ៉ាងតែយើងនៅតែចាញ់ជីវិតគឺអញ្ចឹងហើយម៉ាក់ចង់ឲ្យកូនយល់និងចាំថាបើសិនបើលទ្ធផលមួយអាចបំផ្លាញរបៀបដែលយើងសម្លឹងនៅមកខ្លួនឯងបានណាអញ្ចឹងភាពជឿជាក់ដែលយើងមានហ្នឹងគឺកើតឡើងដោយសារតែស្នាដៃហ្នឹងមិនមែនកើតឡើងដោយសារតម្លៃពិតនៃភាពជាខ្លួនឯងផងហ្នឹងហើយសម្រាប់ម៉ាក់អីដែលធ្វើឲ្យម៉ាក់តែងតែសរសើរនិងមានមោទនភាពចំពោះកូនគឺមិនមែនអាហារូបករណ៍ឬនិទ្ទេសអីដែលកូនបានទេចុះកូនមើលកាកូនរៀនថ្នាក់ទី1ទី2កូនមានអាហារូបករណ៍មកពីណាមិនម៉ាក់សរសើរកូនអីដែលម៉ាក់សរសើរវាជាតម្លៃស្នូលបំផុតរបស់កូនគឺការខិតខំប្រឹងប្រែងរបស់កូនភាពស្លូតបូតរបស់កូនវិន័យកូនចេះមានវិន័យផ្ទាល់ខ្លួនតាំងពីតូចមកម៉ាក់ដែលហត់នឿយទៅចាប់បខំកូនឲ្យមកអង្គុយរៀនទេ
តែកូនមានឆន្ទៈអលឹកដឹងខ្លួនឯងអីគួរធ្វើអីមិនគួរធ្វើអាហ្នឹងឯងកូនតម្លៃពិតធ្លាក់អាហារូបករណ៍មួយសោះមិនគួរម្លងលែងមើលឃើញតម្លៃដែលយើងមានតាំងពីអើយមកឯងឲ្យតែកូននៅតែបន្តភាពជាខ្លួនឯងរបស់កូននេះឱកាសនឹងមកទៀតកូនទ្វារមួយបិទមានទ្វារផ្សេងទៀតមកយើងចាំតែសម្រុកចូលលើក្រោយមកខ្ញុំក៏ឃើញកូនចាប់ផ្ដើមញញឹមពេញសារជាថ្មីមិនមែនព្រោះតែគាត់ស្ដាប់ពាក្យខ្ញុំប៉ុណ្ណឹងទៅបាត់បង់ការជឿចាប់ទេប៉ុន្តែមកពីគាត់បានរៀននិងយល់មេរៀនជីវិតថ្មីថាពេលបរាជ័យយើងអាចឈឺចាប់បានដោយមិនបាច់បំផ្លាញភាពជាខ្លួនឯង